ជាបឋមខ្ញុំសូមគោរពលោកគ្រូនេះខ្ញុំឈ្មោះព្រឿនប្រសាតំណាងឲ្យក្រុមឡើងធ្វើការបកស្រាយអំពី Food Panda Delivery App ហើយនេះគឺជាសមាជិកក្រុមរបស់ពួកខ្ញុំមានដូចជាសាក់ប៊ុនថនសុធាលីសេនាព្រឿនប្រសានិងធីលីដែនហើយ content របស់ក្រុមពួកយើងមានតាំងពី overview of the app រហូតដល់ conclusion ជាដំបូងខ្ញុំសូមធ្វើការបកស្រាយអំពី overview of the app តើ Food Panda គឺជាអ្វី Food Panda គឺជា online food មួយដែលជា platform មួយដែលបង្កើតនៅជុំវិញពិភពលោកអាស៊ីនិងអឺរ៉ុបដែលវាធ្វើការ across ជុំវិញជាង12ប្រទេសហើយ platform នេះគឺវា available ចំពោះ iOS និង Android វាក៏អនុញ្ញាតឲ្យប្រើប្រាស់នៅ web browser ដែលបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាផងដែរមួយវិញទៀត Food Panda ត្រូវបានបង្កើតឡើងនៅឆ្នាំ2012ដែលបង្កើតឡើងដោយ Delivery Hero មួយនៅអាល្លឺម៉ង់ហើយខុសពីរបស់ Food Panda គឺវានឹងធ្វើការដឹកជញ្ជូនលឿនពីភោជនីយដ្ឋានទៅកាន់អតិថិជនបានយ៉ាងងាយស្រួលនិងឆាប់រហ័សចូលមកដល់ចំណុចនេះគឺនិយាយអំពី problem ដែល app ធ្វើការដោះស្រាយដោយដំបូងខ្ញុំសូមធ្វើការនិយាយអំពីបញ្ហាដោយបញ្ហានោះគឺភាគច្រើនគឺអតិថិជនរបស់យើងគឺគាត់គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិនម្ហូបឬមួយក៏ចេញការដើម្បីទិញម្ហូបមួយវិញទៀតគឺគាត់ចំណាយពេលច្រើនក្នុងការរងចាំនៅភោជនីយដ្ឋាននៅពេលដែលគាត់ទៅទិញនៅអាហារហើយនៅភោជនីយដ្ឋានហ្នឹងមានអតិថិជនច្រើនគឺគាត់ចំណាយពេលក្នុងការតម្រង់ជួរហើយរងចាំម្ហូបលើកពីនេះគឺគាត់ពិបាកក្នុងការស្វែងរកភោជនីយដ្ឋានណាដែលនៅជិតគាត់ធ្វើឲ្យងាយស្រួលក្នុងការទៅទិញអាហារដែលមានមធ្យោបាយស្រួលជាចុងក្រោយគឺអតិថិជនភាគច្រើនគាត់ពិបាកក្នុងការ compare នៅតម្លៃនៅម្ហូបពី restaurant មួយទៅ restaurant មួយទៀតជាបើសិនជាគាត់អត់មាន app នេះទេគាត់អត់ដឹងថាភោជនីយដ្ឋានមួយហ្នឹងលក់តម្លៃប៉ុន្មានហើយភោជនីយដ្ឋានមួយទៀតលក់តម្លៃប៉ុន្មានក៏ប៉ុន្តែបើសិនជាគាត់មាន app គឺគាត់នឹងមើលដឹងអំពីតម្លៃពេលលុយរបស់ភោជនីយដ្ឋានមួយហើយក្នុងដំណោះស្រាយរបស់ Food Panda គឺនឹងធ្វើការដឹកម្ហូបបានលឿនដោយប្រកបជាមួយនឹង real time tracking គឺទៅដល់អតិថិជនចូលមកដល់ចំណុចនេះគឺគេទៅឲ្យបន្ថែមមករឿងក្រុមរបស់ខ្ញុំជាអ្នកបកស្រាយបន្តបាទសូមអរគុណជាចំណុចបន្តខ្ញុំសូមធ្វើការបកស្រាយនៅ function មួយចំនួនដែល Food Panda បានដាក់ឲ្យយើងបានប្រើប្រាស់អញ្ចឹងទីមួយមកគឺនឹងការ launch ចូលទៅក្នុង home screen ក៏នឹងបាន show នៅជាមាន navigation bar មាន search ហើយនឹងមានបង្ហាញនៅហាងសំខាន់ៗដែលបានមាននៅក្នុង Food Panda ហ្នឹងបន្តមកទៀតគឺ grocery screen គឺបង្ហាញនៅហាងឬក៏បង្ហាញនៅមុខម្ហូបឬក៏ជា restaurant ឬក៏ market ណាមួយដែលបាន sign in ចូលទៅក្នុង Food Panda មួយហ្នឹងហើយមួយទៀតគឺ card screen គឺជា screen មួយដែលបង្ហាញឲ្យយើងដាក់បញ្ចូលនៅជាមុខម្ហូបដែលយើងដាក់ចូលទៅក្នុងកន្ត្រករបស់យើងហើយចូលបន្តមកទៀតមានដូចជា search screen គឺមានន័យថាជា function មួយដែល Food Panda អនុញ្ញាតឲ្យយើងអាចធ្វើការ search រកមុខម្ហូបឬក៏ search រកហាងណាមួយដែលយើងចង់ឃើញ setting screen គឺជា screen ដែល user អាចធ្វើការ adapt នៅ setting មួយចំនួនដូចជាដាក់ address location ជា pavement ជា user profile មានដាក់ឈ្មោះមានហើយនឹង setting មួយចំនួនទៀតហើយ detail screen គឺជា screen មួយដែលបានដាក់ជា screen មួយដែលឲ្យ user ធ្វើការបានឃើញនៅ detail របស់មុខម្ហូបមួយហ្នឹងដែលមានដាក់ឈ្មោះហាងមាននឹង detail ជាច្រើនទៀតផងដែរហើយជា slide បន្ទាប់យើងធ្វើការបកស្រាយនៅ user flow មានន័យថាជាដំណើរការរបស់ app ដល់ពេលដែល user ប្រើប្រាស់ជាដំបូង user ធ្វើការចូលទៅកាន់ Food Panda app បន្ទាប់មកទៀតជ្រើសរកទីតាំង location ដែលយើងចង់ឲ្យ rider ដាក់មកឲ្យយើងហើយមួយវិញទៀតគឺធ្វើការប្រើ location restaurant មានន័យថាយើងធ្វើការទៅស្វែងរកម្ហូបឬក៏ទៅស្វែងរកភោជនីយដ្ឋានណាដែលយើងចង់ញ៉ាំម្ហូបមួយហ្នឹងហើយបន្ទាប់មកទៀតយើងធ្វើការជ្រើសរើសយកនៅ restaurant
បើយើងជ្រើសរើសបានហើយយើងនឹងធ្វើការទិញនៅ item ឬក៏ទិញនៅម្ហូបដែលមាននៅក្នុង restaurant មួយហ្នឹងដើម្បីដាក់ចូលទៅក្នុងកន្ត្រករបស់យើងហើយបន្តមកទៀតយើង review order មានន័យថាយើងធ្វើការបំពេញនៅបែបបទមួយចំនួនដែលយើងត្រូវបំពេញដើម្បីធ្វើការទិញម្ហូបមួយហ្នឹងបានបន្តមកទៀតគឺយើងនឹងធ្វើការ choose payment មានន័យថាយើងនឹងធ្វើការអឺធ្វើការទូទាត់ដែលមានជម្រើសពីរបែបគឺធ្វើការទូទាត់នៅក្នុង app ហ្នឹងតែម្ដងឬក៏ចាំធ្វើការបង់ប្រាក់នៅពេលដែលអឺ rider ដឹកមកដល់ក៏បានដែរហើយបន្ទាប់មកទៀតគឺយើងអាចធ្វើការតាមដាននៅការដឹកជញ្ជូនរបស់ rider មានន័យថាយើងអាចធ្វើការមើលដឹងថាលើហ្នឹងតើ rider ហ្នឹងគាត់ដឹកដល់ណាហើយដើម្បីធ្វើការទទួលបានទំនិញបានយ៉ាងលឿនហើយមួយវិញទៀតគឺយើងអាចធ្វើការទទួលបាននៅ delivery ទទួលបាននៅទំនិញដែលយើងចង់បានហើយនឹងធ្វើការ rate មានន័យថាយើងអាចធ្វើការវាតម្លៃទៅកាន់restaurant មួយហ្នឹងឬក៏ហាងមួយហ្នឹងឬមួយវិញទៀតគឺអាចធ្វើការ rate ទៅកាន់អ្នកដឹកជញ្ជូនបានផងដែរហើយស្លាយបន្ទាប់ទៀតខ្ញុំសូមធ្វើការផ្ដល់តួនាទីជូន leader ជាអ្នកបកស្រាយចាអរគុណបងធំហើយសម្រាប់ slide របស់ខ្ញុំដែលពី design and user interface ដែល app របស់យើងនេះមានស្តង់ដារដែលប្រើប្រព័ន្ធជុំដែលឲ្យ app របស់យើងនឹងមានភាពទាក់ទាញហើយសម្រាប់ Azure វិញវាមានភាពងាយស្រួលអាននិងស័ក្តិសមសម្រាប់ mobile app ហើយសម្រាប់menu នៅក្នុង app របស់យើងវិញងាយស្រួលប្រើដូចជា home order voucher និង account app របស់យើង design ឡើងសម្រាប់ smartphone ហើយនឹងវា support ទៅលើ iOS និង Android ហើយសម្រាប់ slide បន្ទាប់យើងនិយាយអំពី advantage of the app ដែល app របស់យើងនឹងមានជម្រើសភោជនីយដ្ឋានជាច្រើនដែលមានទាំង local និង chain ហើយសម្រាប់ការដឹកជញ្ជូនរបស់យើងវិញដែលយើងប្រើរយៈពេលចន្លោះពី40ទៅ45នាទីហើយនៅពេលដែលយើងចូល app របស់យើងអាចឃើញតម្លៃទាំងអស់នៅក្នុង app របស់យើងមុនពេលដែលយើងនឹងបញ្ជាទិញទំនិញហើយ app របស់យើងនឹងមានការ discount ជារៀងរាល់ថ្ងៃដែលមាន free delivery ឬក៏មានជា voucher discount នៅពេលដែលយើងបញ្ជាទិញតាម app របស់យើងនឹងយើងអាចមើល delivery តាមដាន delivery តាមGPS បានថែមទៀតផងហើយ app របស់យើងក៏ដល់ទូទាំងពិភពលោកដែលយើងអាចទិញអាហារនិង grocery ផ្សេងៗហើយសម្រាប់ slide បន្ទាប់ខ្ញុំប្រគល់ឲ្យមិត្តរួមក្រុមរបស់ខ្ញុំពិសាអរគុណលោកណាស់ចំពោះការបកស្រាយហើយចំណុចបន្តខ្ញុំទៅ conclusion ហើយ conclusion យើងមាន4ចំណុចធំៗទី1គឺតកតងជាមួយនឹង getting food easily តាមរយៈការប្រើប្រាស់ mobile app របស់ពួកយើងគឺពួកយើងអាចទទួលបាននៅអាហារដោយមានភាពងាយស្រួលទាំងអតិថិជននិងអ្នកលក់ទី2គឺ browsing ordering tracking app របស់ពួកយើងគឺបានផ្ដល់នូវភាពងាយស្រួលដោយសារតែវាបានប្រើប្រាស់នៅ tracking real time ដូច្នេះហើយទោះបីជាអីវ៉ាន់ទៅដល់កន្លែងណាក៏ដោយគឺអតិថិជនគាត់អាចតាមដាននៅអីវ៉ាន់របស់ពួកគាត់បានទី3គឺ impactful food គឺ app របស់ពួកយើងបានជួយឲ្យ customer ក៏ដូចជា business មានភាពប្រសើរឡើងហើយជាពិសេសហ្នឹងគឺផ្ដល់នូវភាពងាយស្រួលដល់អ្នកដែល delivery ហើយចុងក្រោយគឺ grow further app របស់ពួកយើងគឺអាចអភិវឌ្ឍបានបន្ថែមទៀតផងដែរហើយចុងក្រោយយើងនឹងធ្វើការ demo នៅ app របស់ពួកយើងតែម្ដងហើយនេះគឺជា page របស់ពួកយើងនៅពេលដែលពួកយើងចូលមកដំបូងវានឹង load show បែបនេះអញ្ចឹងយើងគ្រាន់តែចុច get start មកនៅពេលដែលហើយនេះគឺជា app របស់ពួកយើងនៅពេលដែលពួកយើងចូលមកដំបូងយើងនឹងឃើញបែបនេះ
ហើយពួកយើងគ្រាន់តែចុច get start មកវានឹងនាំពួកយើងមកកាន់ full screen ដែលជា home screen របស់ពួកយើងអញ្ចឹងនៅក្នុង full screen ហ្នឹងវាមានតកតងជាមួយនឹង food ផ្សេងៗក៏ដូចជាបានកុំព្យូទ័រផ្សេងដូចខ្ញុំសូម demo សាកដើមទៅដោយសារថាមិញហ្នឹងរៀនដោយអ៊ីនធឺណិតអញ្ចឹងនេះគឺជា full screen ដែលជា home screen របស់យើងអញ្ចឹងយើងនឹងអាចមើលឃើញនៅ food ផ្សេងៗដូចជា Chinese food Korean food ឬមួយក៏អាហារផ្សេងៗទៀតដែលយើងចង់ឃើញដែលយើងចង់កំងអញ្ចឹងទៅហើយពួកយើងអាចចូលមើលវាបានឧទាហរណ៍នៅពេលដែលខ្ញុំចុចទៅក្នុង Burger King អញ្ចឹងវានឹង show បែបនេះគឺតកតងជាមួយនឹងព័ត៌មានផ្សេងៗមាន address មានទីតាំងមានការបើកបានតាំងពីម៉ោងណារហូតដល់ម៉ោងណាអញ្ចឹងទៅយើងអស់ដល់ពេលថតដល់ទូរស័ព្ទចេញឆ្ងាយមើលទូរស័ព្ទដូចដាក់ទូរស័ព្ទចេញពេកហើយនេះគឺជា home screen របស់ពួកយើងដែលពួកយើងអាចមើលឃើញនៅមុខងារផ្សេងៗក៏ដូចជាការ select នៅ location របស់ពួកយើងអាចធ្វើការ search នៅ restaurant ផ្សេងៗហើយក្រៅពីនោះគឺយើងអាចមើលឃើញនៅមុខម្ហូបល្បីៗដូចជា Chinese food ឬមួយក៏ Korean food ឬក៏តាក់ទងជាមួយនឹងផ្សារទំនើបផ្សេងៗម្ហូបផ្សេងៗដែលល្បីចឹងទៅហើយនៅក្នុងហ្នឹងគឺយើងមាន grocery screen ផងដែរដែលនៅក្នុង grocery screen គឺវានឹង detail តាក់ទងជាមួយនឹងផ្សារទំនើបក៏ដូចជាមុខម្ហូបដែលយើងអាចរកបាននៅក្នុង app មួយហ្នឹងយើងមាន search screen ដែលពួកយើងអាចធ្វើការ search ដើម្បីរកនៅភោជនីយដ្ឋានក៏ដូចជាមុខម្ហូបដែលពួកយើងបានចង់រកចឹងទៅហើយឧទាហរណ៍ថាខ្ញុំចង់ search រកផ្សារទំនើបលក្ខណៈអញ្ចឹងយើងគ្រាន់តែបាយហើយយើងចុចចូលបាននៅក្នុងហ្នឹងគឺវាមានតាក់ទងជាមួយនឹង address តាក់ទងជាមួយនឹងការបើកតាំងពីម៉ោងណាដល់ម៉ោងណាក៏ដូចជាមុខម្ហូបផ្សេងៗឬក៏អីវ៉ាន់ផ្សេងៗដែលមាននៅក្នុងផ្សារទំនើបនឹងជាដើមក្រៅពីនេះគឺយើងអាចធ្វើការអានេះមាននៅជាប់ហើយនេះគឺជា search screen នៃ mobile app របស់ពួកយើងគឺពួកយើងអាចធ្វើការ search ដើម្បីរកនៅភោជនីយដ្ឋានក៏ដូចជាមុខម្ហូបផ្សេងៗឧទាហរណ៍ថាពេលនេះខ្ញុំចង់ search រកផ្សារទំនើបលក្ខីអញ្ចឹងខ្ញុំអាចវាយអញ្ចឹងមកវាចេញឲ្យយើងគ្រាន់តែចុចចូលទៅមើលវាទៅគឺយើងអាចមើលឃើញនៅមុខម្ហូបក៏ដូចជាអីវ៉ាន់ផ្សេងៗដែលមាននៅក្នុងផ្សារទំនើបមួយហ្នឹងក៏ដូចជាទីតាំងរបស់វាហើយនឹងតាក់ទងជាមួយនឹង opening hour គេបើកចាប់ពីម៉ោងណាដល់ម៉ោងណាអញ្ចឹងទៅនៅក្នុង card screen វិញគឺពួកយើងអាចធ្វើការ browse ដើម្បី search រកមើលមុខម្ហូបដែលពួកយើងចង់ញ៉ាំដើម្បីដាក់កំងបានហើយនៅក្នុងមួយទៀតតាក់ទងជាមួយនឹង setting screen ក៏ដូចជា account គឺពួកយើងអាចធ្វើការមើលនៅព័ត៌មានផ្សេងៗរបស់ពួកយើងគឺមានឈ្មោះមាន profile ក៏ដូចជាកំណត់ហេតុផ្សេងៗតាក់ទងជាមួយនឹងការ order favorite food របស់ពួកយើងតាក់ទងជាមួយនឹង address និងការ payment ជាដើមដែលពួកយើងអាចចុចមើលបានអញ្ចឹងពេលនេះដោយសារតែ user គាត់អត់ទាន់បាន order ទេអញ្ចឹងយើងនឹងឃើញបែបនេះហើយបើសិនជា user គាត់អត់ទាន់ order ក៏គាត់អត់ទាន់មាន payment ដែរអញ្ចឹងវានឹង show បែបនេះហើយនេះគឺជា favorite គឺអត់មានដែរក្រៅពីនេះគឺពួកយើងអាចធ្វើការកំណត់នៅមុខងារផ្សេងៗទៀតបានដូចជាភាសាក៏ដូចជា notification ផ្សេងៗជាដើមចំពោះការកំងវិញគឺ user គាត់គ្រាន់តែចុចចូលទៅក្នុងភោជនីយដ្ឋានមួយណាមួយឬមួយក៏មុខម្ហូបដែលពួកគាត់ចង់កំងអញ្ចឹងឧទាហរណ៍ថាពេលនេះយើងចូលទៅកាន់ KFC Cambodia អញ្ចឹងយើងអាចធ្វើការដាក់កំងឧទាហរណ៍ថាកំង original chicken អញ្ចឹងយើងអាចចុចសញ្ញាបូកហើយបន្ថែម popcorn chicken អញ្ចឹងយើងចុចសញ្ញាបូកមួយទៀតមកវានឹង view ថាបានន័យថាយើងដាក់ទៅក្នុងកន្ត្រកមានពីរមុខហើយអញ្ចឹងយើងគ្រាន់តែ view ខ្នាតមកពេលហ្នឹងគឺយើងនឹងឃើញតម្លៃនៃមុខម្ហូបមួយអញ្ចឹងបើសិនជាគេមាន promo code យើងអាច enter នៅ promo code នៅក្នុងនេះបានហើយគ្រាន់តែចុច apply ទៅគឺយើងនឹងធ្វើការទទួលបាននូវការ discount ប៉ុន្តែបើសិនជាយើងអត់មានទេយើងឈប់ payment ចឹងតាមរយៈការឈប់ payment ហ្នឹងគឺវានឹង show នៅទីតាំងរបស់ពួកយើងនៅខាងលើនេះហើយយើងអាចធ្វើការជ្រើសរើសបង់ប្រាក់តាម cash តាម delivery ឬមួយក៏បង់តាម ABA ឬមួយក៏ credit card ជាដើមបន្ទាប់មកយើងធ្វើការ confirm order អញ្ចឹងយើងអាចធ្វើការតាមដាននៅ
អ្នកដឹកជញ្ជូនបានថាគាត់ដឹកជញ្ជូនអីវ៉ាន់របស់ពួកយើងដល់កន្លែងណាទីតាំងណាអីជាដើមចឹងទៅចឹងយើងអាចធ្វើការ rate នៅ experience ពីការកុម្ម៉ង់ម្ហូបរបស់ពួកយើងឧទាហរណ៍ថាអ្នកដឹកជញ្ជូនហ្នឹងគាត់មានភាពរអាក់រអួលឬមួយក៏រឿងមានភាពយឺតអីចឹងទៅយើងអាច rate ត្រឹមផ្កាយ2ឬមួយក៏ផ្កាយ3ឲ្យគាត់ចឹងទៅឬក៏អាចបញ្ចូលជា comment ក៏បានគឺយើង submit មកអូខេចឹងការ demo របស់ពួកខ្ញុំគឺមានត្រឹមប៉ុណ្ណឹងសូមអរគុណលោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នាដែលបានស្ដាប់នៅការ presentation របស់ពួកយើងសូមអរគុណ